15កាមានពាក្យមួយឃ្លាដែលគ្រប់គ្នាតែងតែនិយាយពេលជួបទុំភ័យកូនស្ដីថាពុកម៉ែជួយកូនផងពុកម៉ែជាមនុស្សដែលស្ថិតនៅក្នុងបេះដូងសូមអរគុណកូនសូមអរគុណពុកម៉ែក្រុមយ៉ាងកូនមានសំណាងបានកើតជាកូនពុកម៉ែកូនសុំទុំឲ្យកូនសុំទុំដែលកូនមិនសូវនៅក្បែរហើយតែងតែធ្វើឲ្យពុកម៉ែបារម្ភមានពាក្យចុងក្រោយដែលចង់ឲ្យពុកម៉ែបានដឹងចាំពីពេលនឹងកូនក្រុមគ្នាសូមសន្យាកូននឹងមើលថែជំទង់ពុកម៉ែឲ្យឯការីករាយថ្ងៃខួបអាពាហ៍ពិពាហ៍35ឆ្នាំរបស់ប៉ាហើយម៉ែកូនសូមជូនពរប៉ាម៉ែមានសុខភាពល្អមានអាយុយឺនយូរត្បិតតែកូនរស់នៅប្រទេសអូស្ត្រាលីវាឆ្ងាយពិតមែនប៉ុន្តែបេះដូងកូនតែងតែនៅក្បែរពុកម៉ែជារៀងរាល់ថ្ងៃអ្វីដែលកូនចង់និយាយពេលនេះគឺកូនស្រឡាញ់និងនឹកប៉ាម៉ែខ្លាំងណាស់សូមអរគុណកូនសូមអរគុណពុកម៉ែក្រុមយ៉ាងកូនមានសំណាងបានកើតជាកូនពុកម៉ែកូនសូមតឲ្យកូនសូមតដែលកូនមិនបាននៅក្បែរហើយតែងតែធ្វើឲ្យពុកម៉ែបារម្ភមានពាក្យចុងក្រោយដែលចង់ឲ្យពុកម៉ែបានដឹងចាំពីពេលនឹងកូនក្រុមគ្នាសូមសន្យាកូននឹងមើលថែជំទង់ពុកម៉ែឲ្យឯកាចាសូមអរគុណលៀងពុកម៉ែក្នុងចិត្តកូនបបត់នេះខ្ញុំទាំង5នាក់ចាបានច្រៀងដើម្បីជូនពរដល់ពុកម៉ែរបស់ខ្ញុំក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍35ឆ្នាំចាហើយថ្ងៃនេះពុកខ្ញុំលើកបទនេះមកច្រៀងដើម្បីរំលឹកនៅអនុស្សាវរីយ៍ព្រោះថាបបត់នេះបងប្អូនខ្ញុំ5នាក់ចាគឺបានរួមចិត្តរួមកាយរួមស្មារតីបកស្រាយជូនដល់អ្នកមានគុណហើយក៏ចង់ជម្រាបដល់លោកអ្នកមានគុណដែរថាបងប្អូនខ្ញុំទាំង5នាក់ទោះក្នុងកលៈទេសៈណាក៏ដោយគឺខ្ញុំនៅតែស្រឡាញ់គ្នាចេះថែរក្សាគ្នាថែរក្សាវងត្រកូលឲ្យបានគង់វង្សចាប្រកបដោយភាពថ្លៃថ្នូរនិងកិត្តិយសសម្រាប់មាតាបិតាក៏ជាវងត្រកូលទាំងមូលហើយក្នុងឱកាសនេះដែរចាជាថ្ងៃមង្គលប្អូនប្រុសរបស់ខ្ញុំប្អូនប្រុសពៅចាអៀងចាន់រទ្ធីរងអញ្ចឹងបងជំនួសមកឲ្យបងទាំងអស់គ្នាចាជូនពរឲ្យប្អូនប្រុសចាមានសុខភាពល្អទី1ទី2សូមឲ្យអូនមានកម្លាំងខ្លាំងក្លាមានបញ្ញាវាងវៃអ្វីដែលពិសេសនោះជូនពរឲ្យប្អូនមានសុភមង្គលសម្រាប់ក្រុមគ្រួសារព្រោះថាអូនមានគ្រួសារហើយចាបែកឆ្ងាយពីឪពុកម្ដាយមិនមែនបែកឆ្ងាយតែណាទេគូនថាគាត់ត្រូវបង្កើតគ្រួសារថ្មីសម្រាប់ខ្លួនគាត់អញ្ចឹងដូច្នេះសូមបងអូនថែរក្សាការពារចានៅកិត្តិយសគ្រួសារចាដើម្បីឲ្យគ្រួសារកាន់តែ
ល្អប្រសើរចាសង្ឃឹមថាបងអូននឹងថែរក្សាគេឈ្មោះសម្រាប់ក្រុមគ្រួសារយើងតរៀងទៅជូនពរបងអូនមានសុភមង្គលជាមួយគ្នាដល់ចាស់ព្រឹកចាស់ប្រេងចាសូមអរគុណហើយទាំងអ៊ូដាមក៏តិចហើយនេះការរំភើបចាព្រោះថាបងប្អូនខ្ញុំមនោសញ្ចេតនាខ្លាំងណាស់ដោយសារមានការតស៊ូជាមួយគ្នាចាអញ្ចឹងសូមមេត្តាអធិស្ឋានផងដែរដូច្នេះដើម្បីបង្វែរអារម្មណ៍ពុកម៉ែបងប្អូនចាមករំលែកកំសាន្តវិញម្ដងដូច្នេះសូមរំជើញពុកម៉ែបងប្អូនចាឡើងរំនៅចង្វាក់ប្រពៃនេះជាបន្តបន្ទាប់ដែលប្រគំដោយក្រុមតន្ត្រីចិន្តាចាចិន្តាតន្ត្រីចេញមកពីខេត្តតាកែវចាបានប្រគំតន្ត្រីយ៉ាងពីរោះហើយក្នុងនោះក៏សូមអរគុណដល់សេវាកម្មទាំងអស់ចាទាំង KN ចា KN live stream ចាលោកបានរៀបចំចាការថត live បានយ៉ាងល្អសម្រាប់អាពាហ៍ពិពាហ៍កូនប្រុសកូនស្រីនៅក្នុងថ្ងៃនេះចាសូមអរគុណ